Hello Hello ស្វាគមន៍អ្នកទាំងអស់គ្នាជាថ្មីម្ដងទៀតមកកាន់ Channel ផ្កាស្លែតកុំឲ្យខាតពេលយូរយើងចូលទៅកាន់ការសម្រាយទាំងអស់គ្នាបន្ទាប់ពីភាគមុនមកនៅពេលដែល Pina សុំការលើកលែងទោសពី Derek គេនិយាយថាតែម្ដងនេះទេខ្ញុំនឹងមិនរករឿងនាងទេលើកនេះតែនាងចាំទុកឲ្យច្បាស់ទៅថាបើមានលើកក្រោយខ្ញុំនឹងចាត់ការមាយាទដ៏ក្រអើតក្រទមរបស់នាងហើយ Pina ខឹងគេខ្លាំងណាស់ប៉ុន្តែបានត្រឹមទប់កំហឹងក្នុងចិនឆ្លើយទៅកាន់គេវិញថាដឹងហើយត្រូវហើយខ្ញុំគួរតែឆាប់ត្រឡប់ទៅវិញព្រោះខ្ញុំឃ្លានចង់ដាច់ពោះស្លាប់តាំងពីព្រឹកមិញដោយសារតែស្រីបំរើនោះចឹងហើយពេលនេះខ្ញុំគ្មានកម្លាំងកំហែងនៅក្នុងខ្លួនរបស់ខ្ញុំទេហើយភីណានាងប្រុងនឹងលាគេត្រឡប់ទៅវិញហើយប៉ុន្តែពេលនោះនាងទប់ចំហខ្លួនឯងមិនជាប់ប្រុងនឹងដួលទៅហើយតែបានដេរេគេជួយចាប់កាន់ដៃនាងទាន់ហើយកែវភ្នែករបស់គេទាំងពីរក៏ប្រសពនឹងគ្នាដោយភីណាសម្លឹងទៅកាន់កែវភ្នែកពណ៌ខៀវរបស់គេភ្លាមនោះដេរេគេថាខ្ញុំឮសូរថានាងញ៉ាំអាហារកាក់សំណល់នាងគួរតែហៅគ្រូពេទ្យមកពិនិត្យមើលមិនចឹងឯងភីណាឮគេនិយាយចឹងហើយប្រៀបដូចជារន្ទះបាញ់ចំកណ្ដាលក្បាលរបស់នាងចឹងនាងគិតស្មានតែគេមិនដឹងរឿងអ្វីសោះគេដឹងហើយថានេះមិនមែនជាកំហុសរបស់នាងនោះទេតែគេនៅតែព្យាយាមមកបន្ទោសនាងទៀតភីណាគិតថាបើនាងមិនបានសុំអង្វរដោយដែលទម្រង់ដើមរបស់គេប្រហែលជាសម្លាប់នាងហើយនាងក៏ក្រឡោដៃគេចេញរួចក៏និយាយថាខ្ញុំទើបតែសន្យានឹងលោកហើយទេថាខ្ញុំនឹងមិនរំខានដល់លោកទៀតទេរួចនាងក៏និយាយលាទៅកាន់គេភីណានៅក្នុងចិត្តថាចឹងហើយកុំមកខ្វល់នឹងខ្ញុំទុកឲ្យខ្ញុំនៅតែម្នាក់ឯងបានហើយខ្ញុំក៏មិនទៅធ្វើឲ្យអារម្មណ៍របស់លោកមិនល្អដែរចឹងហើយលោកគ្មានហេតុផលអីដែលត្រូវលើកដាវរបស់លោកតម្រង់មករកខ្ញុំនោះទេហើយពេលនោះដេរេគេឈប់ផ្លឹកមួយសន្ទុះគិតស្រមៃទៅពេលអតីតកាលដោយរ៉េណូគេនិយាយប្រាប់ទៅកាន់ដេរេកថានាងមិនហ៊ានហៅប៉ាថាប៉ាផងប៉ុន្តែនាងហ៊ានហៅពួកយើងថាបងប្រុសវាមិនគួរចង់សោយពេកទេហើយគេក៏ស្រមៃឃើញទឹកមុខរបស់ភីណាណូភីរួចគេក៏ឈប់គិតហើយក៏ដើរចេញពីទីនោះទៅហើយយើងក៏សង្កេតឃើញថាភាគរយនៃការពេញចិត្តរបស់គេគឺការឡើង 5% ភីណាគ្រាន់តែមកដល់បន្ទប់ភ្លាមនាងក៏ទម្រែកខ្លួនទៅលើក្រែរួចក៏បន្តនិយាយថាខ្ញុំនៅរស់នៅឡើយទេរួចភីណានាងក៏បន្តគិតពីដេរេកនៅពេលដែលនាងកំណត់គោលដៅទូប្រងជាដេរេកភាគរយនៃការពេញចិត្តរបស់គេធ្លាក់ចុះរហូតគ្រប់ពេលដែលនាងជឿរើអ្វីដែលមានពាក្យថាបងប្រុសនាងគិតប្រហែលជាគេស្អប់ភីណាណូភីខ្លាំងហើយបានជាគេខ្ពើមនាងនៅពេលដែលនាងហៅគេបែបនោះនាងបន្តគិតខ្ញុំពិតជាបានហៅគេអ្នកប្រុសក្នុងស្ថានភាពវឹកវរបែបនេះពិតមែននាងគិតថាវាមិនអត់ប្រយោជន៍នោះទេដែលនាងគិតខំលេងហ្គេមនេះមួយយប់ទល់ភ្លឺបែបនេះហើយនាងបន្តទៀតថាខ្ញុំស្លាប់ច្រើនដងហើយទាំងដែលមិនដឹងរឿងនេះសោះអ្នកណាទៅដឹងទៅថានឹងមានរឿងអ្វីកើតឡើងចំពោះខ្ញុំបើខ្ញុំព្យាយាមហៅគេបែបនោះគេនេះរើអាជាងបងប្រុសពិតរបស់ខ្ញុំទៅទៀតចាប់ពីពេលនេះតទៅខ្ញុំនឹងមិនហៅ Derek ថាបងប្រុសទៀតឡើយនាងគិតថាគួរតែទៅរកអ្វីញ៉ាំខ្លះប៉ុន្តែភ្នែករបស់នាងកំពុងតែបិទហើយព្រោះតែការអស់កម្លាំងពេកមិនទាន់ដល់ពាក់កណ្ដាលថ្ងៃផងភ្នែករបស់នាងបើកសឹងមិនចង់រួចហើយនាងក៏បានលងលក់តែក្នុងចិត្តគិតថាមានរឿងច្រើនពេកបានកើតឡើងនាងមិនទាន់ចង់គិតពីវាទៀតទេហើយសៃរឿងក៏បានកាត់មកនៅភូមិគ្រឹះរបស់អ្នកអូកញ្ញាយើងក៏បានលើសំឡេងនរណាម្នាក់បានសួរទៅកាន់ភីណាថាហេតុអ្វីបានជារបស់នេះនៅក្នុងបន្ទប់របស់ឯងដល់រ៉េណូស្រែកឡើងថាឆាប់ឆ្លើយមកស្រីឈួតដោយអ្នកអូកញ្ញាប្រាប់ទៅកាន់រ៉េណូថាឲ្យប្រយ័ត្នសម្ដីរបស់ឯងបន្តិចទៅដោយភីណានាងឆ្ងល់ថារូបរាងរបស់នាងមើលទៅដូចជាទាបហើយសម្លេងរបស់នាងក៏ខុសប្លែកដែររួចនាងក៏យល់ហើយថានេះគឺជាសុបិនរបស់ភីណាណូភីដោយអ្នកកញ្ញាបានសួរទៅកាន់ភីណាភីជាមួយនឹងទឹកមុខសង្ស័យឆ្លើយនឹងយើងមកភីណាណូភីហេតុអីក៏ឯងមានខ្សែករបស់អ៊ីវ៉ុនយើងច្បាស់ណាស់ថាយើងបានប្រាប់ឯងហើយថាមិនអនុញ្ញាតឲ្យឯងចូលបន្ទប់របស់នាងទេភ្លាមនោះរ៉េណូនិយាយកាត់ថាលោកប៉ាមិនចាំបាច់សួរនាងទេខ្ញុំប្រកាសណាស់ថានាងជាអ្នកលួចវាហើយនាងក៏ខំប្រកែកណាស់ដែរថាខ្ញុំមិនបានលួចវាទេខ្ញុំមិនបានធ្វើរឿងទាំងអស់នេះនោះទេហើយរ៉េណូគេក៏បានបន្តទៀតថាគួរឲ្យអស់សំណើចណាស់អញ្ចឹងមិនក៏កាដូរបស់អ៊ីវ៉ុនដែលទទួលបានពីលោកប៉ាទៅនៅក្នុងថតតុករបស់នាងទៅវិញហើយណាក៏ប្រកែកឡើងថាខ្ញុំមិនដឹងទេខ្ញុំមិនដែលឃើញខ្សែកនោះផងហើយខ្ញុំក៏មិនដែលទៅបន្ទប់នោះ
ដែរភ្លាមនោះមានសំឡេងនរណាម្នាក់បាននិយាយឡើងថាខ្ញុំបានឃើញដែលនោះគឺជាសំឡេងរបស់ Fana គេគឺជាមេការនៅក្នុងគ្រួសារអាកាហើយគេក៏បញ្ជាក់ទៀតថាខ្ញុំបានឃើញអ្នកនាង Penelope រត់ឡើងចុះនៅជាន់ទី3ញឹកញាប់ណាស់ប៉ុន្មានសប្តាហ៍កន្លងមកនេះនៅពេលខ្ញុំឡើងទៅមើលខ្ញុំឃើញបន្ទប់របស់អ្នកនាង Yvonne បើកទ្វារចោល Penelope ក៏និយាយឡើងថាតែកញ្ចាឯងនេះនាងបែរក្រោយប្រងនឹងបកស្រាយប្រាប់ទៅកាន់អ្នកទាំងអស់គ្នាហើយប៉ុន្តែអ្នកគ្រប់គ្នាប្រកាសផ្នែកសម្លឹងមកកាន់នាងប្រៀបដូចជានាងគឺជាជនជាប់ចោទអញ្ចឹងនាងបានត្រឹមតែនិយាយដដែលថាមិនមែនជាខ្ញុំទេមិនមែនជាខ្ញុំទេលោកប៉ាខ្ញុំមិនដែលចូលទៅបន្ទប់នោះទេហើយភីណាក៏បានបញ្ជាក់យើងដឹងទៀតថាវាគឺជាការពិតដែលនាងឡើងចុះនៅជាន់ខាងលើប៉ុន្តែនាងគ្រាន់តែត្រូវការកន្លែងលាក់ខ្លួនពីពួកអ្នកបម្រើបិសាចអស់នោះទេនាងមិនបានព្យាយាមចង់លួចអ្វីនោះទេលៀមនោះអ្នកកញ្ញាក៏បានបញ្ជាទៅកាន់មេការថាឲ្យចាក់សោបន្ទប់ទាំងអស់ដែលនៅជាន់ទី3រួមទាំងបន្ទប់របស់អ៊ីវ៉នផងដែរហើយហៅឈ្មោះគ្រឿងអលង្ការភីនេណូភីនៅថ្ងៃស្អែកផងភីនេណូភីលើគាត់និយាយបែបនេះហើយនាងព្យាយាមបកស្រាយប្រាប់ការពិតទៅកាន់គាត់ប៉ុន្តែអ្វីដែលនាងទទួលបានពីលោកប៉ារបស់នាងគឺការដើរចេញដើរមកបានស្ដាប់នៅហេតុផលរបស់នាងពេលនោះរ៉េណូគេដើរមកបូកស្មារបស់នាងរួចនិយាយឡើងថានាងគួរតែចេញឲ្យឆ្ងាយទៅតនយើងនៅនិយាយល្អជាមួយនាងពួកគេថែមទាំងសម្លក់សម្លឹងមកកាន់នាងហើយដេរីថែមតែនិយាយទៀតថាមិនក៏នាងខកបែបនេះនាងក្មេងស្មោកគ្រោកចាប់តាំងពីពេលនោះមកភីនេណូភីបានទិញគ្រឿងអលង្ការដ៏អស្ចារ្យពីឈ្មោះដែលបានហៅទៅវិមានទាំងមិនខ្វល់ថាពួកអ្នកបម្រើស្រែកភ្ញាក់ផ្អើលយ៉ាងណាឬក៏បងប្រុសចង់ទាំងពីររបស់នាងស្រែកជេរថានាងមិនដឹងពីឋានៈរបស់ខ្លួននិងគិតតែពីបំផ្លាញលុយហើយតាំងពីពេលនោះមកដល់ពេលនេះនាងមិនដែលហៅអ្នកកញ្ញាថាលោកប៉ាទៀតទេហើយសំឡេងគូទ្វារក៏បានបន្លឺឡើងហើយភីណានាងក៏ភ្ញាក់ពីដំណេកហើយក៏មាននរណាម្នាក់បានបើកទ្វារចូលមកដោយភីណានាងសួរថាអ្នកណាហើយគេក៏ឆ្លើយឡើងថាអ្នកនាងគឺខ្ញុំអ្នកចាត់ការខ្ញុំមករកអ្នកនាងព្រោះមានបញ្ហាបន្ទាន់ដែលខ្ញុំត្រូវចាត់ការឲ្យបានលឿនបំផុតភីណាក៏ថាមេការមិនក៏គេមកទីនេះទៀតហើយនាងសួរបញ្ជាក់ទៅកាន់គេថាបញ្ហាបន្ទាន់ភីណាក៏ក្នុងចិត្តថាតើមានអ្នកណាចង់ធ្វើបាបខ្ញុំមែនទេលៀមនោះហ្វាណាក៏និយាយឡើងថាពួកយើងត្រូវការរើសអ្នកបម្រើថ្មីសម្រាប់អ្នកនាងក៏បានសួរបញ្ជាក់ទៅកាន់គេថាអ្នកបម្រើហើយគេក៏ឆ្លើយឡើងថាបាទខ្ញុំគិតថាពួកយើងគួររើសអ្នកបម្រើថ្មីឲ្យអ្នកនាងមិនអាហារពេលល្ងាចថ្ងៃនេះអញ្ចឹងហើយលៀមនោះភីណាណាភីក៏បាននិយាយកាត់ឡានថាឈប់សិនភីណាគិតថាតែប៉ុណ្ណឹងទេលោកបើកទ្វារចូលមកបន្ទប់គេងរបស់អ្នកនាងរបស់លោកដោយគ្មានការអនុញ្ញាតចឹងណាហើយភីណាសួរទៅកាន់គេថាមេកាតើលោកឈ្មោះអ្វីចំណែកឯមេកាហាក់ដូចជាចម្លើយចិត្តណាស់ភីណាក៏សួរបញ្ជាក់ទៅកាន់គេទៀតថាខ្ញុំសួរថាតើលោកឈ្មោះអ្វីដោយគេឆ្លើយឡើងតែស្ទាក់ស្ទើរថាគឺហ្វាណាអ្នកនាងភីណាសួរទៅកាន់គេទៀតថាលោកគ្មាននាមត្រកូលទេមែនទេអញ្ចឹងតើខ្ញុំឈ្មោះអ្វីគេតបវិញថាអ្នកនាងហេតុអីក៏សុកអ្នកនាងស្រាប់តែសួរពីរឿងនេះដោយនាងប្រាប់គេថាឆ្លើយនឹងខ្ញុំមកហើយគេក៏ឆ្លើយដោយស្ទាក់ស្ទើរទៀតថាគឺភីណាភីអាកាភីណាក៏និយាយឡើងថាត្រូវហើយភីណាភីអាកាជាអភិជនប៉ុន្តែខ្ញុំមិនដែលឮថាពួកសាមញ្ញកាន់បទបញ្ជាណាមួយដែលគ្មានសូម្បីតែនាមត្រកូលហ៊ានចូលមកក្នុងបន្ទប់របស់អ្នកនាងរបស់គេដោយគ្មានការអនុញ្ញាតនោះទេឬមួយក៏លោកធ្លាប់ឮរឿងណាមួយដែលខ្ញុំមិនដឹងមេកាហើយម្យ៉ាងទៀតមនុស្សប្រុសដែលចូលមកក្នុងបន្ទប់របស់អ្នកនាងដោយគ្មានការអនុញ្ញាតពីនាងតែអ្នកដែលនៅខាងក្រៅគេនឹងនិយាយដើមយ៉ាងម៉េចទៅហើយហ្វាណាគេក៏ប្រកែកឡើងថាអ្នកនាងមិនក៏អ្នកនាងនិយាយបែបនេះហើយភីណាក៏បន្តទៀតថាតើខ្ញុំត្រូវតែបញ្យល់លោកនៅរឿងនីមួយៗទាំងនេះដែរមែនទេដោយភីណានាងសម្លឹងទៅកាន់គេជាមួយនឹងទឹកមុខប្រកបប្រជាធ្វើឲ្យគេភ័យខ្លាចហើយលុតជង្គង់ចុះរួចសុំការអភ័យទោសពីនាងភ្លាមខ្ញុំសូមទោសអ្នកនាងដោយសារភាពអន្ទះសាររបស់ខ្ញុំបានធ្វើខុសចំពោះអ្នកនាងហើយសូមអ្នកនាងលើកលែងទោសឲ្យខ្ញុំផងហើយភីណាក៏និយាយទៀតថាខ្ញុំខ្លាចថាខ្ញុំនឹងមិនសប្បាយចិត្តនៅពេលដែលខ្ញុំឃើញមុខរបស់លោកទៀតមេការចាប់ពីពេលនេះទៅបើលោកមានអ្វីចង់ប្រាប់ខ្ញុំឲ្យអ្នកផ្សេងមកជំនួសមកប៉ុន្តែអ្នកនាងនេះគឺជាតួនាទីរបស់ខ្ញុំដែលត្រូវជួអ្នកបម្រើនៅក្នុងវិមាននេះព្រមឬមិនព្រមខ្ញុំគ្រាន់តែចង់ឮចម្លើយណាមួយក្នុងចំណោមពីរនេះតែប៉ុណ្ណោះគេក៏និយាយឡើងថាបាទអ្នកនាងខ្ញុំយល់ហើយអញ្ចឹងសម្រាប់អាហារពេលល្ងាចរបស់អ្នកនាងវិញភីណាតបថាមិនបាច់ទេលោកអាចចេញទៅបានហើយ
ហើយគេក៏លាយនាងរួចក៏ចាក់ចេញទៅភីណាដកដង្ហើមធំហើយក៏និយាយឡើងថាទីបំផុតខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយឡើងហើយនាងក៏ថាប្រហែលជាខ្ញុំដូចជាឆ្លើយបន្តិចហើយលើមនុស្សចាស់ជាងខ្លួនប៉ុន្តែភីណេណូភីត្រូវស្ដាប់តាមបញ្ជាគេអស់រយៈពេល6ឆ្នាំហើយគេនឹងមិនទៅរាយការណ៍ប្រាប់អ្នកអូកញ៉េពីរឿងបែបនេះទេបើគិតទៅគេឈ្មោះនៅក្នុងប្រព័ន្ធហ្គេមដែលពាក់ព័ន្ធនឹងការកសាងទំនាក់ទំនងមនុស្សដែលនៅជុំវិញខ្លួនខ្ញុំតើវាមិនអីទេមែនទេគឺថាខ្ញុំមិនមែនខ្វល់ខ្វាយរឿងទាំងអស់នោះទេតែខ្ញុំនៅតែព្រួយបារម្ភរឿងភាគរយនៃការពេញចិត្តភីណាក៏ទៀតថាភីណានភីនាងពិតជាល្ងងមែនបើនាងខឹងនាងគួរតែប្រាថ្នារបស់ខ្លួនឯងដើម្បីចាត់ការរឿងទាំងនេះជំនួសឲ្យការស្រែកឡូឡានិងក្រវែងរបស់ចោលនាងគឺជាអ្នកនាងអភិជនណានិយាយតែត្រឹមនេះនាងក៏កេងលក់ទៅស្រីរឿងក៏បានកាប់មកនៅពេលព្រឹកនៅភូមិគ្រឹះរបស់អ្នកកញ្ញាសំឡេងនៅស្រីម្នាក់ក៏និយាយឡើងថាអ្នកនាងខ្ញុំគឺជាអ្នកចាត់ការហើយភីណានាងក៏បានអនុញ្ញាតឲ្យគេចូលមកហើយនាងសុទ្ធកាន់ភីណាថាតើអ្នកនាងកេងលក់ស្រួលទេដោយភីណានាងក៏ថាតែពីសម្ដីរបស់នាងកាលពីយប់មិញបានផលហើយតើមែនទេនាងក៏ថាពួកគេនឹងមិនចូលមកបន្ទប់នាងដោយគ្មានការអនុញ្ញាតពីនាងទៀតទេភីណាក៏សួរថាតើមានរឿងអ្វីមែនទេគេក៏និយាយឡើងថាខ្ញុំមកនេះគឺសម្រាប់រឿងជួអ្នកបម្រើផ្ទាល់ខ្លួនថ្មីសម្រាប់អ្នកនាងដោយសារតែឧបទ្ទវហេតុកាលពីម្សិលមិញដោយគេក៏បានបន្តទៀតថាបើអ្នកនាងមានអ្នកណានៅក្នុងចិត្តហើយសូមប្រាប់ខ្ញុំផងហើយគេក៏បានបន្តទៀតថាបើមិនចឹងទេខ្ញុំនឹងជ្រើសរើសដោយខ្លួនឯងភីណាក៏សួរឡើងថាតើក្មេងស្រីដែលបម្រើខ្ញុំកាលពីមុនឈ្មោះអ្វីនាងឆ្លើយថាតើអ្នកនាងចង់សម្ដៅទៅលើអេមីលីតើមែនទេភីណាឆ្លើយថាត្រូវហើយគឺអេមីលីតើនាងត្រូវគេដេញចេញហើយឬនៅនាងឆ្លើយថាអេមីលីមិនត្រូវបានគេដេញចេញទេប៉ុន្តែភីណាក៏សួរកាត់ឡើងថាអញ្ចឹងតើនាងកំពុងធ្វើអ្វីនៅពេលនេះនាងតបថាដោយសារតែអេមីលីនាងបម្រើអ្នកនាងមិនបានល្អនាងត្រូវទទួលពិន័យកាប់ប្រាក់ឈ្នួល3ខែនិងបដូរទៅផ្នែកបោកពុតហេតុអីក៏អ្នកនាងស្រាប់តែសួរពីក្មេងនោះភីណានៅក្នុងចិត្តថាដោយដែលបានគិតអញ្ចឹងនាងហាក់ដូចជាដឹងថាមានរឿងអ្វីកើតឡើងភីណានិយាយឡើងថាគ្រាន់តែទៅប្រាប់នាងទៅថាឲ្យមកធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំបន្តទៀតទៅនាងបន្តទៀតថាវាមិនស្រួលទេដែលគ្មានអ្នកបម្រើនៅពេលនេះហើយទោះបីជាយកអ្នកថ្មីមកក៏ពួកគេធ្វើមិនបានល្អរហូតដល់ពួកគេសាំនឹងការងារនេះដែរយល់ល្អគួរតែយកអ្នកបម្រើដដែលទៅបើសិនជាអាចបើនាងយល់ហើយបញ្ជូននាងមកខ្ញុំទុកឲ្យនាងជាអ្នកចាត់ការហើយមេកាតបទៅស្ទើរថាប៉ុន្តែអ្នកប្រុសទី2បានចេញបញ្ជាដាក់ទោសនាងដល់ផ្ទាល់លើរឿងដែលនាងបានធ្វើចំពោះអ្នកនាងភីណាសួរឡើងថាអញ្ចឹងនាងមិនអាចទេហើយភីណាក៏និយាយឡើងថាខ្ញុំប្រាប់ហើយថាវាមិនស្រួលក្នុងចិត្តឆាប់បញ្ជូននាងមកមេកាឆ្លើយតបថាអញ្ចឹងបើនេះជាអ្វីដែលអ្នកនាងត្រូវការខ្ញុំសូមទៅសួរលោកម្ចាស់ជាមុនសិនភីណាគឺក្នុងចិត្តថារហូតមកដល់ពេលនេះគ្មានអ្នកណាគេស្ដាប់តាមបញ្ជារបស់ភីណានោះភីដោយមិនមានសំណួរនោះទេភីណាក៏ទៀតថាវាមិនដូចក្នុងវគ្គធម្មតាសោះពួកគេស្ដាប់តាមអ៊ីវ៉ូអ្នកនាងពិតប្រាកដនៃវិមាននេះភីណាក៏ថាតើពួកគេចង់ឲ្យខ្ញុំប្រើហិង្សានិងបំផ្លាញរបស់មែនទេនេះជាអ្វីដែលពួកគេចង់បានមែនទេចង់ឲ្យខ្ញុំធ្វើជារកដោយភីណានូភីធ្លាប់ធ្វើកន្លងមកតើមែនទេហើយភ្លាមនោះភីណាក៏ឆ្លើយឡើងថាមិនបាច់នោះទេនាងនឹងទៅរកលោកប៉ាដោយខ្លួនឯងធ្វើឲ្យអ្នកបម្រើភ្ញាក់ផ្អើលនឹងទង្វើនាងណាភីណាក៏និយាយឡើងថាបើរឿងវាបែបនេះទៅហើយខ្ញុំនឹងទៅពន្យល់ប្រាប់លោកប៉ាថាមានរឿងអ្វីកើតឡើងកាលពីម្សិលមិញហើយនឹងឲ្យគាត់លើកលែងទោសឲ្យអេមីលីតើវាលែងមានបញ្ហាអីទៀតហើយមែនទេភីណាគិតថាអេមីលីមិនមែនជាមនុស្សតែម្នាក់ដែលដឹកនាំការធ្វើបាបនេះទេហើយនាងក៏មិនមែនជាមនុស្សតែម្នាក់ដែលចូលរួមនោះដែរប៉ុន្តែបើសំបីតែអ្នកចាត់ការក៏ឈរអបដៃមើលគេធ្វើបាបនឹងជ្រាបពីអ្នកនាងដែរនោះតើនឹងមានរឿងច្របូកច្របល់អ្វីខ្លះនៅក្នុងវិមាននេះហើយភីណាក៏សួររកលោកប៉ារបស់នាងនៅឯណាអ្នកចាត់ការនាងឆ្លើយទាំងក្នុងចិត្តភ័យថាអ្នកនាងរឿងនេះគឺថាលោកម្ចាស់គាត់ចេញទៅរាជវាំងតាំងពីព្រឹកព្រលឹមម្ល៉េះហើយភីណាក៏ធ្វើជាសួរទៀតថាអញ្ចឹងពេលលោកប៉ាត្រឡប់មកវិញភ្លាមនោះមេកាក៏និយាយថាខ្ញុំនឹងនាំអេមីលីមកឥឡូវនេះហើយគេក៏បានបន្តទៀតថាខ្ញុំខ្លាចជាមនុស្សចាស់បារម្ភច្រើនមិនយល់ពីសម្ដីរបស់អ្នកនាងបានភ្លាមហើយខ្ញុំសូមទោសផងអ្នកនាងភីណាគិតថាសង្ស័យតែ system ក្នុងហ្គេមកំពុងតែច្របូកច្របល់ហើយពេលនេះហើយភីណាក៏គំ
រាមទៅកាន់អ្នកចាត់ការថាខ្ញុំសង្ឃឹមថានាងនឹងមិនធ្វើឲ្យខ្ញុំនិយាយដដែលម្ដងទៀតទេហើយនាងក៏បន្តទៀតថារហូតមកដល់ពេលនេះគ្រប់គ្នាមិនមានហេតុផលអ្វីដែលត្រូវខ្លាចអ្នកនាងនោះទេមិនថាមានរឿងអ្វីកើតឡើងក៏ដោយពួកគេតែងតែទម្លាក់កំហុសលើភាពឆេះឆាវនិងការប្រើប្រាស់ហិង្សារបស់ភីណេណូភីប៉ុន្តែខ្ញុំមិនមានបំណងក្នុងការស្លាប់ដោយសារតែរឿងនេះទេហើយនាងក៏ប្រាប់ឲ្យមេកាចេញទៅបានហើយ